ចាប់ពីថ្ងៃទី19ខែមករាឆ្នាំ2026ទៅលោកគ្រូនឹងឆ្លៀតឆ្លើយទៅនឹងសំណួរពុកម៉ែអង្គពីបងប្អូនរបស់យើងនិស្សិតរបស់យើងអាច1ឬ3សំណួរលើកសំណួរនឹងមកហើយបកស្រាយប្រកេនជូនត្រឡប់ទៅវិញតែម្ដងតន់ខ្លួននៅមានកម្លាំងអាចបកស្រាយបានមិនដឹងពេលណាស្លាប់ទេទោះបីជាលោកគ្រូបានបកស្រាយច្រើនប៉ុនវីដេអូហើយក៏ដោយតែមានពេលខ្លះអ្នកសួរគាត់មានបំណងចង់បានបទពិសោធន៍ផ្ទាល់ពីយើងលើប្រធានបទជាក់លាក់ណាមួយតែម្ដងចឹងលោកគ្រូនឹងឆ្លៀតបន្ថែមពីធម្មទានដែលបានធ្វើតាមរយៈការនិយាយម្នាក់ឯងបន្ថែមដោយការបកស្រាយទៅនឹងសំណួរដែលមានបំណងចង់ចោទសួរអូខេណាចាប់ពីពេលនេះតទៅដោយករណី follower របស់យើងម្នាក់ដែលបានចោទសួរនៅក្នុងខ្ទង់ comment របស់គាត់ដែលលោកគ្រូនឹងលើកយកមកបកស្រាយនាពេលបន្តិចទៀតនេះមិនមែនគាត់មិនចេះសួរ AI ទេបញ្ហាប្រព័ន្ធហ្នឹងគឺមិនពិបាកនៅក្នុងការទទួលបានចម្លើយពី AI ឬបណ្ដាញសង្គមទេប៉ុន្តែប្រហែលជាគាត់ចង់ទទួលបានបទពិសោធន៍ពីលោកគ្រូហើយប្រហែលជាគាត់ចាត់ទុកថាលោកគ្រូគឺជាគ្រូជោគជ័យលោកគ្រូមិនមែនជាគ្រូជោគជ័យទេក៏មិនមែនជាតារា TikTok ក៏មិនមែនជា MMO ក៏មិនមែនជា content creator ដែរ absolutely not តែលោកគ្រូគឺជាអ្នកដែលចូលចិត្តដែលស្រឡាញ់ការចែករំលែកចំណេះដឹងបន្តិចបន្តួចដែលខ្លួនបានសន្សំមកក្នុងរយៈពេល42ឆ្នាំនេះក្នុងពេលដែលខ្លួននៅមានជីវិតបំពង់កនៅអាចនិយាយបាននេះចែកជូនទៅជនរួមជាតិរបស់យើងទៅតាមចំណេះជំនាញដែលខ្លួនសន្សំមកហ្នឹងដល់ពេលถึงចែកពពាក់កណ្ដាលអាយុហើយទុកតទៀតក៏មិនចំណេញដែរស្លាប់ទៅ7ថ្ងៃកន្លះខែមួយខែខួរក្បាលសរីរាង្គកញ្ចក់សក់ជ្រុះខ្ទេចខ្ទីសាច់អលួយអស់មានប្រយោជន៍អីចែកបានចែកឲ្យហើយមកត្រង់ស្មេតក៏នៅសោះហ្នឹងទៅអស់ហើយតែម្ដងហើយទីទៀតសូម្បីតែមួយមេរៀនណាមកឥឡូវច្បាប់អន្តរជាតិសាធារណៈអញ្ចឹងមកវីដេអូហ្នឹងលោកគ្រូមើលអនឡាញ table of content ហ្នឹងហើយលោកគ្រូអាចនិយាយជារួមឲ្យអាចថាកន្លះម៉ោងហ្នឹងគោលហ្នឹងអស់តែម្ដងអាលំអិតអាហ្នឹងយើងនិយាយគ្នាទៅតាមចំណុចនីមួយតាមក្រោយហើយសំណូមពរមួយទៀតពី fan របស់យើងសួរថាលោកគ្រូមានសរសេរសៀវភៅដែរទេលោកគ្រូនឹងសរសេរសៀវភៅលោកគ្រូសន្យាប៉ុន្តែនាពេលបច្ចុប្បន្ននេះលោកគ្រូមិនតន់សរសេរលោកគ្រូត្រូវការ 100k សិនបច្ចុប្បន្ននេះ 45k ហើយបាន 100k នៅពេលណាលោកគ្រូនឹងឆ្លៀតសរសេរហើយលោកគ្រូនឹងសរសេរបែបសម្រាយឲ្យយល់តែម្ដងមិនតន់ដាក់តម្លៃទេចាំពេលហ្នឹងចាំនិយាយគ្នាទៀតឲ្យបាន 100k សិនបច្ចុប្បន្ននេះគឺ 45k ហើយបន្ទាប់ពីទទួលសន្ទុះនៃការគ្រប់គ្រងពីពុកម៉ែអ៊ំពូមីងបងប្អូនរបស់យើងចឹងជាថ្មីម្ដងទៀត Fei Cancer Merci beaucoup Thank you so much សំណួរគាត់បានសួរលោកគ្រូចេះលោកគ្រូសូម Hi ឬសូម This guy identity របស់អ្នកសួរណាដើម្បីរក្សាឯកជនភាពរបស់គាត់គាត់បានសួរថាសូមគោរពជំរាបសួរលោកគ្រូប្រើពាក្យបានល្អសូមគោរពជំរាបសួរលោកគ្រូឃើញគេមានសញ្ញាស្ពះរបស់គេមកខុសពីកូនសិស្សយើងមួយចំនួន Hello teacher វាមិនអីទេបើយើងបង្ហាញអំពី sincerity ភាពស្និទ្ធស្នាលនោះប៉ុន្តែពេលខ្លះសូមមានការប្រុងប្រយ័ត្នអាហ្នឹងតោះនេះគ្រូសូម្បីតែលោកគ្រូនៃគ្រូរបស់លោកគ្រូមិនហ៊ានប្រើពាក្យអីព្រាបប្រាដែរនៅតែសូមគោរពលោកគ្រូនៅតែអីអញ្ចឹងដដែលប្រយ័ត្នអាហ្នឹងខ្ញុំបានមានសំណួរមួយតេតិនទៅនឹងការរៀបចំផែនការជីវិតឲ្យបានល្អស្ថិតនៅក្នុងវ័យក្រោម30ឆ្នាំលោកគ្រូសូមមិនបញ្ជាក់តួលេខពិតប្រាកដទេតើគួរត្រៀមខ្លួនដូចម្ដេចខ្លះដើម្បីរៀបចំផែនការឲ្យជីវិតមានភាពល្អប្រសើរដោយសាររាល់ថ្ងៃនេះខ្ញុំមិនមានសល់អ្វីសោះណាធ្ងន់កន្លែងហ្នឹងហើយខ្ញុំមិនមានសល់អ្វីសោះបើប្រៀបធៀបទៅនឹងមនុស្សវ័យប្រហែលគ្នានៅជុំវិញខ្លួនខ្ញុំសូមការណែនាំពីលោកគ្រូក៏ដូចជាចង់ឲ្យលោកគ្រូចែករំលែកនៅបទពិសោធន៍ផងដែរសេចក្តីគួរពំគូសូមលោកគ្រូមេត្តាអធិស្ឋានឃើញទេលោកគ្រូអានសំណួររបស់គាត់មកគឺយើងមានបំណងចង់ឆ្លើយមកការប្រើប្រាស់ពាក្យពេចន៍របស់គាត់មកហ្នឹងគឺពោពេញដោយការគោរពនិងការចង់បានទស្សនៈទានរបស់យើង personal perspective របស់យើង according to our own experience ហើយប្រហែលជានៅក្នុងកសែតភ្នែករបស់គាត់ចាត់ទុកថាយើងគឺជាបុគ្គលមួយដែលទទួលបានផ្លែផ្កានៅក្នុងជីវិតទើបគាត់សួរយើងចឹងជាការសន្មតទេណា
chẳng đôi cụ ban được lang chẳng tam bớt tớ sông đốn đi mình bị bạn thế nè tao như vay chỉ bị sao ông khơi tới được mai của bạn này vị trí sát làm vậy ở tụi bạn chụp chơi được không chỉ vật method or how to be successful in life. Comment faire pour réussir dans la vie? Si vous voulez taper en français, you want to type in English, how to be successful in life. Okay? Or what are the methods to be successful in life? Tất phần năng máu bị chênh màu ấy. Phần hai đây ban chỉ còn một số là cũ và chỉ còn ở trong ban. Nói chủng lời tam rồi dễ bọt bị sao chạy ra đây rồi bao được cũ trả chuyện. Hơi mình vào bạn đây. Bảo tôi bây chia nè tầng óc nè. Mình dốt từ đây vì lô hàng lệch Western idea là cú số bởi chuyện á Capi chùm nón môn Dương khmiên vẽ chụp chi ấy thế Xu là cú này là cú nẹ riêng Khmiên vẽ chụp chi Khmiên vẽ bằng đó bằng đá Nó cũng nứt ấy Ất miên bịa năng tê ca cho nón môn Mà đông cho nam mà bọn của bố nối cao chiêng ấy nâng vì môn mau nâng Vẽ bằng đó bằng đá Phiếp chụp chi nâng phiếp chuyện nẹ đặc nòm ấy ní tư một cao cõi mau thế và tỏ vì miền bộ cô để tới ban cái chất tục tha chỉ kru khang này chụp chơi muối vì Australia vì America vì mau nhưng tới hay côn khai dương ôm có tới du tới gọi điên sốt tam tới cái co và to và các vẹn năng tới bên cá vì muốn máu không miên này không miên vẹn năng tới là cú nè sắc xa là cú ai bộ sai ban dạng cho bạn bạn năng phần su tha bỏ admin vẹn chân trắng ta dương nơi tại ai từ tôi ban là tập ho được không chỉ vượt tới dương còn bảo bị chụp chơi hai đây ban là cú gì chẳng việc chụp chiត្រូវបាន define ផ្សេងៗគ្នាទៅតាមប្រភេទនៃបុគ្គល The word success will be defined differently according to the person who want to say អ្នកដែលចង់និយាយពាក្យជោគជ័យហ្នឹងគាត់មានការអនុយោគន័យផ្សេងគ្នាបុគ្គលខ្លះពាក្យជោគជ័យចំពោះគាត់សំដៅទៅលើការមានចំនួនលុយខ្ទង់ប្រមាណលានដុល្លារនៅក្នុង bank account ឃើញទេគាត់ថាតើគាត់មានចំនួន$1 million, $2 million, $3 million or $50 million in his or her own bank account at the time he or she considered himself as a successful figure គាត់ចាត់ទុកចឹងគាត់ថាតើគាត់មានលុយខ្ទង់លានដុល្លារចឹងទៅ1 2 3 4 5 50លានដុល្លារក្នុងគណនីធនាគារទៅគាត់ចាត់ទុកថាខ្លួនគាត់គឺជាអ្នកជោគជ័យអាហ្នឹងមួយរឿងចឹងទៅញ៉េមកប្រភេទបុគ្គលចឹងទៅអ្នកខ្លះទៀតអត់គិតរឿងលុយការរស់នៅក្នុងផ្លូវមជ្ឈិមាបដិបទាគឺផ្លូវកណ្ដាលមួយមិនមែនដើរកណ្ដាលផ្លូវទេណាផ្លូវកណ្ដាលមានលុយសមល្មមសម្រាប់ខ្លួនឈឺសម្រាប់ចាស់សម្រាប់ធ្វើដំណើរដើរកម្សាន្តសម្រាប់ basic need តម្រូវការប្រចាំថ្ងៃរបស់ខ្លួនពាក្យថាសមរម្យមានន័យចឹងហ្នឹងហើយវាមិនលើសលប់ពេកតែវាក៏អត់ខ្វះហើយមានការរស់នៅមួយប្រកបដោយសុខដុមរមនាប្រកបដោយការយោគយល់ប្រកបដោយសុភមង្គលប្រពន្ធប្តីកូនរៀនសូត្របានល្អដឹងខុសដឹងត្រូវរៀនបកែផ្លាស់នឹងឡាមានមធ្យោបាយធ្វើដំណើរសមរម្យមានទីជម្រកផ្ទះសម្បែងជារបស់ខ្លួនលោកគ្រូប្រើពាក្យរបស់ខ្លួនណាព្រោះលោកគ្រូគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តតទៅសោះហើយមិនឲ្យតម្លៃចំពោះអ្នកណាដែលមិនអាចបង្កើតទ្រព្យសម្បត្តិអ្វីដែលជារបស់ខ្លួនបានទោះបីជាតិចប៉ុណ្ណាក៏ដោយទោះបីជាមិនធំជាវិឡាក៏ដោយប៉ុន្តែត្រូវតែបង្កើតអ្វីជារបស់ខ្លួននៅក្នុង generation របស់ខ្លួនឥឡូវចំណន់ពីអាយុប៉ុណ្ណឹងប្រហែលជាអាចនៅក្នុង generation Z ឧទាហរណ៍អ្នកនរគ្នាត្រូវតែបង្កើតអីឲ្យបានជារបស់ខ្លួនឃើញទេទូនាទីតាមទូនាទីទៅទ្រព្យសម្បត្តិតាមទ្រព្យសម្បត្តិទៅ reputation in the society គេឈ្មោះនៅក្នុងសង្គមឧទាហរណ៍ឡើងឡើងបានមួយណាក្នុងចំណោម3ហ្នឹងត្រូវតែបង្កើតដែលគ្រូឧស្សាហ៍ជានិយាយលេងណាកូនវាសួរពុកអើយអ្នកម្ដាយអើយមើលកូនសុំសួរបន្តិចមើលចំណន់រាជការរបស់ពុកនិងម៉ែសុំទោសយើងមិនប្រើពាក្យរាជការទេនេះសម្រាប់ស្ដេចចំណន់ពុកម៉ែបង្កើតអីបានខ្លះដែលកុំពាក់ព័ន្ធជាមួយនឹងជីដូនជីតាកុំពាក់ព័ន្ធជាមួយនឹងកុងម៉ាបើយើងកាត់ខ្សែចិនឧទាហរណ៍អត់មានផងកូនផ្ទះនោះរបស់កុងផ្ទះនោះរបស់ម៉ាផ្ទះនោះរបស់ជីដូនផ្ទះនោះរបស់ជីតាពេលពុកម៉ែមានអីនោះមានកូនឯងហ្នឹងអញ្ចឹងមានន័យថាបកែខាងបង្កើតកូនហ្នឹងយល់នៅប៉ុណ្ណាហើយយើងមានដៃ10ជើង10ពេលលោកគ្រូចំណាំបកស្រាយថាក្បាលទល់មេជើងទល់ដីគាត់ខំផ្ដល់ជាទុគុណឲ្យយើងគុណនៃកំណើតឲ្យរៀនឲ្យសូត្រហើយយើងអត់ទទួលបានផ្លែផ្កាយក្នុងជីវិតសោះមានន័យថាយើង
គ្មានរបៀបរបបនៅក្នុងការខិតខំឲ្យបានត្រឹមត្រូវឬយើងមិនអាចបង្កើតបានទៅជាផលណាមួយទេអាហ្នឹងយើងខ្វះខាតតើនៅប៉ុណ្ណឹងចឹងអ្នកខ្លះភាពជោគជ័យនេះគឺគាត់ define ត្រឹមតែប៉ុណ្្នឹងលោកគ្រូនិយាយមិញហ៎បាទមានគ្រួសារកក់ក្ដៅមានកូនមានប្រពន្ធមានប្តីចេះយោគយល់គ្នាមិនបោវាជាឆ្ងាយជាមួយនឹងរឿងអបាយមុខអីជាដើមដាក់ចឹងទៅមានសេរីភាពបរិញ្ញវត្ថុចង់ទៅបាយលឿនដុលគ្រីវៀតណាមសំទោសណែដើរបានដល់លេងនៅវៀតណាមម៉ាឡេស៊ីកុំទៅសៀមទៅបានហើយឧទាហរណ៍ឃើញទេប៉ុណ្ណឹងក៏រាប់ថាល្អជាភាពជោគជ័យរបស់គាត់អ្នកខ្លះទៀតក្នុងនាមជាកីឡាករភាពជោគជ័យរបស់គាត់តតែគាត់ hold champion hold trophy តតែគាត់នឹងលើកពានឧទាហរណ៍គាត់គឺជា martial art champion dan taekwondo hapkido judo wushu wing chun etc តតែគាត់បានពានក្នុងកម្រិត SEA Games Para SEA Games អីបានគាត់ថាគាត់គឺជាមនុស្សជោគជ័យយល់អត់អញ្ចឹងជាការឲ្យនិយមន័យរបស់បុគ្គលណាបុគ្គលហ្នឹងគេស្រួលចិត្តគេពេលគេទទួលបានអ្វីដែលគេចង់បានត្រឹមប៉ុណ្ណឹងឯងអត់អ្នកខ្លះទៀតគេថាជោគជ័យខ្ញុំអត់គិតអីច្រើនទេខ្ញុំសុំតែ being healthy មានសុខភាពល្អមួយកុំឈឺទៅបានហើយការមិនមានជំងឺគឺជាទ្រព្យសម្បត្តិការមិនមានជំងឺគឺជាជោគជ័យរបស់ខ្ញុំដោយការគេមានតិចទៀតប៉ុន្តែគេសុំមិនឲ្យឈឺថែមយ៉ាងទៅហើយចឹងទៅហ្នឹងក៏ជានិយមន័យមួយរបស់បុគ្គលខ្លះដែលគាត់ផ្ដោតតម្លៃទៅលើភាពជោគជ័យហើយបុគ្គលខ្លះទៀតភាពជោគជ័យរបស់គាត់គឺតើគាត់មានមក complain មកឧទាហរណ៍ណាលុយកាក់Okay, money in the bank account, reputation is recognize that person in the society គេទៅយកបុគ្គលម្នាក់នៅក្នុងសង្គមទៅណាមកណាគេស្គាល់គេគោរពគេស្រឡាញ់អីចឹងទៅមានទូនាទីខ្ពស់នៅក្នុងសង្គមឧទាហរណ៍ហ្នឹងហើយ title rank in the private institution or in the public institutions appreciated by his or her family member and the society មានទូនាទីល្អក្នុងសង្គមក្នុងអីចឹងទៅគាត់ចង់បានមួយឈុតប៉ុណ្ណឹងទើបគាត់ recognize ខ្លួនគាត់ថាជា successful person តើអត់ចឹងមើលត្រឡប់មកវិញពាក្យថាជោគជ័យនេះវាប្រែប្រួលពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀតទៅតាមអ្វីដែលអ្នកទាំងអស់គ្នាបាន define ប៉ុន្តែយ៉ាងណាកុំឲ្យនៅក្នុងស្ថានភាពហិនភាពយល់ទេធ្វើម៉េចឲ្យនៅក្នុងស្ថានភាពមួយដោយលោកគ្រូបានលើកឡើងយ៉ាងហើយណាយើងរកផ្លូវកណ្ដាលមួយឲ្យបានដែលធានានូវភាពថ្លៃថ្នូរឬសេចក្តីថ្លៃថ្នូរនៃការរស់នៅរបស់យើងប៉ុណ្ណឹងយើងរាប់ថាយើងជោគជ័យហើយតើនៅប៉ុណ្ណឹងចឹងគាត់សួរមកលោកគ្រូហ្នឹងគឺប្រហែលជាគាត់ចាត់ទុកអញ្ចឹងឥឡូវលោកគ្រូបកស្រាយមិនពឹងផ្អែកទៅលើ AI អីទេបើទោះបីជាចម្លើយឥឡូវគឺកន្លែងណាក៏យើងរកបានដែរក្នុងវ័យក្រោម30ហ្នឹងតើខ្ញុំត្រូវធ្វើម៉េចលោកគ្រូមិនដឹងថាតើក្នុងវ័យនេះអ្នកគ្នាមានគ្រួសារនៅអ្នកសួរមនុស្សប្រុសពីព្រោះលោកគ្រូគួរតែអភិវឌ្ឍខ្លួនឯងឲ្យទៅជាវាគ្មិនដោះស្រាយវិបត្តិស្នេហាទៀតកាន់តែល្អសង្ឃឹមថា fan នឹងគ្រប់គ្រងលោកគ្រូបើសិនណាបើលោកគ្រូខ្លាយទៅជាវាគ្មិនដោះស្រាយវិបត្តិស្នេហាទៀតឯកភាពឯងមើលទៅឯកភាព comment អាយុក្រោម30នេះគៀក30ណាអញ្ចឹងមានន័យថាមិនក្មេងប្រហែលដែរទេអ្នកខ្លះក៏មានគ្រួសារហើយអ្នកខ្លះក៏មិនទាន់មានពាក្យថាមានគ្រួសារនៅទីនេះគឺសំដៅទៅលើការមានប្តីឬប្រពន្ធប្រុសមានប្រពន្ធស្រីមានប្តីប្រុសមានប្រពន្ធចំណែកឯស្រីគាត់មានប្តីហ្នឹងហើយមនុស្សប្រុសខ្លះក៏នៅយូរជាងហ្នឹងទៅមិនតាន់រៀបអាពាហ៍ពិពាហ៍ឬរៀបការនឹងមានអញ្ចឹងពាក់ព័ន្ធរឿងរៀបការនេះច្បាប់សម័យឥឡូវឲ្យមានប្តីប្រពន្ធតែម្នាក់ទេគោលការណ៍ឯកបទភាពដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប្រកាសពីក្របរដ្ឋបវេណីសម័យមុនណាមនុស្សប្រុសអាចមានប្រពន្ធច្រើនបានប្រពន្ធទាំងឡាយត្រូវស្ដាប់បង្គាប់ប្តីប្រពន្ធទាំងឡាយត្រូវចេះជួយយកអាសាគ្នាក្រមរដ្ឋបវេណីសម័យមុនបើឥឡូវអត់បានទេដឹងគុំសិស្សស្រីគេគ្រប់គ្រងអត់បើសិនណាបើក្រមនឹងត្រូវបានយកមកអនុវត្តឡើងវិញឧទាហរណ៍ទេណាអញ្ចឹងអាយុប៉ុណ្ណឹងគឺលោកគ្រូមិនដឹងទេហើយក៏សូម skip កន្លែងហ្នឹងចោះប៉ុន្តែបើចង់សួរនាំលោកគ្រូរឿងហ្នឹងទៀតលោកគ្រូអាចបកស្រាយបានអាយុប្រហែលខ្ញុំគួររកគ្រួសារអាយុប្រហែលខ្ញុំមិនគួរយកគ្រួសារបើឥឡូវឲ្យខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យខ្ញុំមានលទ្ធផលជីវិតដូចគេឯងទី1កំណត់គោលដៅរបស់ខ្លួនឲ្យបានច្បាស់ឥឡូវអាយុប៉ុណ្ណេះមានន័យថាអ្នកដែលសួរហ្នឹងបានកំណត់អាជីពនៅក្នុងការចិញ្ចឹមជីវិតដូចទៅហើយតាមពិតលោកគ្រូសូមបញ្ជាក់មុខរបរឬអាជីពនៅក្នុងជីវិតគេផ្ដើមគិតតាំងពីអាយុ12ឆ្នាំតាំងពីនៅរៀនថ្នាក់បាក់ឌុបបើកូនមិនគិតពុកម៉ែក៏ត្រូវតែលួចខ្សឹបប្រាប់កូនថាកូនមិនដែរឥឡូវកូនត្រៀមចាក់ចេញពីវិទ្យាល័យប្លង់ហ្សេហក់ចូលទៅក្នុងជីវិតជានិស្សិត
កូនត្រៀមរើសមុខវិជ្ជានៅតាមមហាវិទ្យាល័យឲ្យទៅពីព្រោះនាពេលបច្ចុប្បន្ននេះមហាវិទ្យាល័យអនុញ្ញាតឲ្យយើងបង់លុយដើម្បីយើងចូលរៀនបានរឿងចង់បានអាហារូបករណ៍រឿងមួយប៉ុន្តែឧបមាថាវាអត់បានដោយប្រការណាមួយយើងក៏នៅតែអាច pay ដើម្បីបានចូលរៀនដែរអញ្ចឹងយើងរើសឲ្យហើយបើកូនវាមិនអាចរើសបានពុកម៉ែធ្វើជាប្រទីបឲ្យកូនហៅមកប្រាប់កូនបើកូនរៀនមុខវិជ្ជាប៉ុន្តែទោះរើសមុខវិជ្ជាណាក៏ដោយលោកគ្រូសូមបញ្ជាក់ណាកុំបង្ខំកូនឬចៅឲ្យសោះយើងត្រឹមតែបញ្យល់ឲ្យគេយល់ទេរឿងគេស្រឡាញ់មុខវិជ្ជាជីវៈអីឬក៏ជំនាញអីគឺជារឿងរបស់កូនប៉ុន្តែសូមបញ្យល់ឲ្យគេយល់សិនអំពី pro and con គុណសម្បត្តិនិងគុណវិបត្តិស្ថិតនៅក្នុងឱកាសការងារនៅក្នុងស្រុកខ្មែរបើនៅស្រុកខេត្តឬមួយទៀតប៉ុន្តែនេះយើងនិយាយនៅស្រុកខ្មែរអញ្ចឹងរើសមុខអីគឺឲ្យកូនគេជាអ្នកសម្រេចបន្ទាប់ពីគេទទួលបានការបកស្រាយពីយើងដែលជាចាស់ទុំបានដឹងមុនឧទាហរណ៍អញ្ចឹងហៅមកប្រាប់បាត់ហើយបើកូនរៀនមុខវិជ្ជាច្បាប់នៅក្នុងរឿងសង្គមកូនអាចคลายខ្លួនបន្ទាប់ពីការរៀនចប់បញ្ញាបត្រប្រឡងចូលវិជ្ជាជីវៈមេធាវីសាការីមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នឯទៀតធ្វើជាគ្រូនឹងដដែលក៏បានដែរប៉ុន្តែកម្រិតបញ្ញាបត្រធ្វើជាគ្រូវាស្ទើរបន្តិចរៀនថែមឲ្យបានបញ្ញាបត្រជាន់ខ្ពស់ឬក៏អាចបណ្ឌិតទៅឧទាហរណ៍ឃើញទេយើងបញ្យល់អញ្ចឹងជាទីប្រឹក្សាធនាគារជាទីប្រឹក្សាគ្រឹះស្ថានហិរញ្ញវត្ថុជាទីប្រឹក្សា private institutions legal advisor legal consultant to a state institution for example ឬក៏អាចបើកសាលាខ្លួនឯងបើក NGO ខ្លួនឯងបើក institute ខ្លួនឯងដែលជាគោលបំណងមួយទៀតរបស់លោកគ្រូនៅថ្ងៃអនាគតប្រាប់អញ្ចឹងទី2បើកូនរៀនខាងពេទ្យកូនអាចបានធ្វើអីឃើញទេអេប៉ាតូឡូកជំនាញខាងថ្លើមកាឌីយ៉ូឡូកជំនាញខាងអីបេដូជីនេកូឡូកជំនាញខាងអីខាងរោគស្ត្រី chirurgien កូនរៀនខាងវះកាត់លក្ខណៈកូនបានធ្វើអី pharmacy អសតការីលក្ខណៈកូនបានធ្វើអី odontostomatology ខាងធ្មេញតន្តបណ្ឌិតមិនមែនតន្តឌិតទេណារៀនចប់បានធ្វើតន្តបណ្ឌិតខាងធ្មេញប្រយ័ត្នច្រឡំកូនស្រីម៉ែអើយពុកអើយតន្តឌិតមកតដឹងកូនហើយចប់បដ ாய் មិនមែនតន្តឌិតទេតន្តឌិតអ្នកទោសតន្តបណ្ឌិតគឺអ្នកដែលគេរៀនខាងផ្នែកធ្មេញហ្នឹងគេរៀនឡើងដល់ប្រហែលឆ្នាំរបស់គេហ្នឹងគេមកតដឹងហើយអញ្ចឹង pronounce pronoun ឲ្យច្បាស់អាមួយតន្តឌិតអាមួយទៀតតន្តបណ្ឌិតពីរហ្នឹងខុសគ្នានេះចឹងហៅប្រាប់កូនអស់ហើយបាត់ហើយតាំងពីថ្នាក់ទី12ហ្នឹងមកម៉េះតាំងពីគេនៅទី11មកម៉េះហើយឲ្យគេរឹសទៅហើយយើងធ្វើ pro and con ឲ្យគេធ្វើតារាងឲ្យគេទៅហើយបើសិនណាបើពុកម៉ែបាននៅក្នុងវិជ្ជាជាតិណាមួយដែលជាគំរូឲ្យកូនស្រាប់ឲ្យយកអាហ្នឹងធ្វើជា role model ហ្មងនេះឥឡូវកូនឯងឃើញពុកនេះពុករហងៃកូនឯងហ្នឹងគឺអញ្ចឹងធ្វើនៅក្នុងវិស័យហ្នឹងឃើញទេពុកទទួលបានចេះឲ្យគេឃើញអញ្ចឹងទៅយល់នៅប៉ុណ្ណឹងតាមពិតគេត្រូវគិតតាំងពីនោះមកដែរហ្នឹងហើយបន្ទាប់ពីគិតអានោះហើយបានចាប់ផ្ដើមត្រៀមបាក់ឌុបហ្នឹងឲ្យបាននិទេស A ទៅឬយ៉ាងហោចណាស់ B ប៉ុណ្ណឹងយើង apply scholarship ទៅសាលាណាដែលយើងមានបំណងចង់ដូចអ្វីដែលយើងបានគិតនេះឃើញទេព្រោះការគិតរបស់យើងនេះគឺយើងបានសិក្សាអស់ហើយគ្រប់ជ្រុងជ្រោយមិនមែនគិតលេងទេគិតដោយប្រើក្រដាសនឹងវិញមិនមែនគិតដោយខាង calculator ណាយល់នៅប៉ុណ្ណឹងចឹងហើយដោយមានពុកម៉ែដែលគាត់នៅក្នុងវិស័យហ្នឹងទៀតគាត់អាចជួយបានបាទគាត់អាចជួយបានប៉ុន្តែគ្រូសូម5ផ្ញើមួយទៀតជួយជាគំនិតទេណាអត់មានជួយនៅក្នុងរឿងខុសអីទេឲ្យកូនគេរៀនខ្លួនគេទើបកូនខ្លាយទៅជាមនុស្សពូកែនិងប្រកបដោយគុណវុឌ្ឍិគេមានគេឈ្មោះដោយខ្លួនរបស់គេមិនមែនដោយសារអ្នកនេះមិនមែនដោយសារអ្នកនោះតោះនេះបាទឥឡូវយើងគិតថាឥឡូវវាជ្រុលមកដល់ប៉ុណ្្នឹងហើយលោកគ្រូតើខ្ញុំត្រូវធ្វើម៉េចលោកគ្រូជូនពីជំរើសទី1នៅក្នុងវិជ្ជាជីវៈរបស់ខ្លួនដដែលដោយពង្រឹងសមត្ថភាពបន្ថែមពង្រឹងឲ្យខ្លាំងលោកគ្រូដឹងថាអាយុប៉ុណ្ណឹងបើរៀនកុំឈប់អ្នកទាំងអស់គ្នាអាចបានរហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយតើបរិញ្ញាបត្រជាន់ខ្ពស់របស់អ្នកទាំងអស់គ្នាហ្នឹងមានគុណភាពអត់មិនមែនគ្រប់បរិញ្ញាបត្រជាន់ខ្ពស់ទាំងអស់សុទ្ធតែមានគុណភាពទេណាលោកគ្រូសូមបញ្ជាក់សារជាថ្មីម្ដងទៀតតែរៀនមិនប្រយ័ត្នមានតែសញ្ញាបត្រទេអត់មានគុណភាពទេអាហ្នឹងសូមមានការប្រុងប្រយ័ត្នបុគ្គលខ្លួនឯងបុគ្គលម្នាក់ហ្នឹងតែមិនប្រយ័ត្នទេទៅរៀនចុចទូរស័ព្ទ talkative teacher speak ដែរ bavak day ដែរមកយឺត
40 នាទីអីបានមកដល់គ្មានសុជីពលិគ្មានអធិបាតធម៌ការតាំងចិត្តអីរៀនកត់ត្រាដើម្បីត្រៀមសួរនាំស្រាវជ្រាវបន្ថែមអានម្ដងហើយម្ដងទៀតអត់សង្ឃឹមទេអាហ្នឹងកុំឆ្ងល់ចុងក្រោយបំផុតគឺសញ្ញាបត្រលោកគ្រូទទួលស្គាល់មាន but you have no qualification you are not so qualified to challenge the rapidly changing world competition មិនអាចប្រកួតជាមួយនឹងការផ្លាស់ប្ដូរលឿនបានទេឃើញអត់អញ្ចឹងបើសិនណាបើមិនតាន់ច្បាស់ទេពង្រឹងបន្ថែមកុំខ្លាចនៅក្នុងការពង្រឹង6ខែឬ1ឆ្នាំពង្រឹងខ្លួនឯងក៏បានទៅរកសាលាថែមក៏បានរៀនថែមចំពោះអ្វីដែលខ្លួនស្រឡាញ់ហើយណាអាហ្នឹងករណីទី1ទី2បើខ្លួនមិនស្រឡាញ់អាចកសាងពេលវេលាសាថ្មីមិនតាន់យឺតពេលទេ you are not too late to restart new profession or career ឥឡូវយើងទៅបង្ខំ30ទេព្រោះយើងអាចគិតថាអ្វីដែលយើងរៀនមកនេះគឺពុកម៉ែជាអ្នកបង្ខំឧទាហរណ៍ព្រោះមានពុកម៉ែខ្លះបង្ខំកូនអញ្ចឹងមែនអញ្ចឹងយើងចង់រៀនអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងអត់យឺតទេទោះបី30ថែម4ឆ្នាំ34នៅទៅរួចទៅសុទ្ធមកប្រើទៅប៉ុន្តែរៀនដោយការយកចិត្តទុកដាក់បំផុតឃើញទេពីព្រោះនៅពេលដែលរៀនដោយយកចិត្តទុកដាក់បំផុតចំណេះដឹងហ្នឹងគឺជាចំណេះដឹងមួយដែលពិតប្រាកដហើយដែលអាចបង្កើតទៅជាផលយ៉ាងច្រើនលោកគ្រូនិយាយអាចចេះច្បាស់ណាចេះ1ចេះ2ចេះឲ្យប្រកបជាដល់កំណត់ប្រាក់រត់តាមហៅចំណេះដឹងឬរបស់វាល្វីងជីកទាំងយប់មិនដឹងគេបុកក៏មិនដឹងភ្លៀងក៏មិនដឹងខ្យល់ក៏មិនដឹងឃ្លានបាយផងសពគ្រប់បែបយ៉ាងម្នាក់ឯងគឺជាអគ្គបញ្ជាការខ្លួនឯងម្នាក់ឯងគឺជារដ្ឋមន្ត្រីគ្រប់គ្រងខ្លួនឯងម្នាក់ឯងគឺជាអគ្គនាយកគ្រប់គ្រងខ្លួនឯងហត់ឃើញទេប៉ុន្តែបើសិនជារៀនបានប្រកែហើយអ្នកនរគ្នាចាប់ផ្ដើមប្រមូលផលហើយ investment in the real education pay the best interest if you are really qualified ការវិនិយោគទៅលើការអប់រំប្រសិនណាបើកូនសិស្សចេះពិតប្រាកដអ្នកនរគ្នានឹងទទួលបានអត្រាការប្រាក់ខ្ពស់បំផុតនេះនៃធៀបទេនៃត្រង់គឺមានន័យថាតារៀនប្រកែគឺគេរយយើងហើយជឿលោកគ្រូទៅកាលណាពូកែបូកសិលធម៌បូកគុណធម៌អីផងណាគេមិនទុកយើងចោលទេលោកគ្រូនិយាយប៉ុណ្ណេះហើយតែគេមិនទុកយើងចោលហើយគឺទីផ្សារមិនទុកយើងចោលលុយវាចូលមកហើយឃើញទេលុយវាចូលមកហើយតែកាលណាលុយហូរចូលមកហើយយើងយកលុយបង្កើតលុយទៀតតាមរបៀប cash flows តាមរបៀប money make money ឲ្យលុយហ្នឹងវាបង្កើតកូនឲ្យកូនលុយហ្នឹងវាបង្កើតចៅកូនឲ្យយើងឲ្យចៅកូនហ្នឹងវាបង្កើតចៅទួតកូនឲ្យលុយរបស់យើងដែលលោកគ្រូនឹងអាចបកស្រាយឲ្យនៅពេលក្រោយទៀតតើលុយបង្កើតលុយគេធ្វើម៉េចយល់នៅអញ្ចឹងសំខាន់គឺឲ្យចេះច្បាស់ហើយបើចេះមិនច្បាស់រៀនឲ្យច្បាស់សិនហើយងាយចង់ចេះច្បាស់ត្រូវធ្វើម៉េចសុជីពលិក្រោកម៉ោង5បន្ទិញគាត់មានកដាស់មកបោកដកគុណចែកមិនអញ្ចឹងឥឡូវអត់ដឹងមានធ្វើអីវាប៉ុណ្ណាដោយលោកគ្រូបានលើកចឹងអត់មានឈីបណាស់ចាក់បញ្ចូលក្នុងខួរក្បាលរបស់យើងអត់ចេះអត់បានទេការចេញពីការអាន one pen one book one teacher can change the world ណាគឺស្ដីវាអញ្ចឹងយកអាហ្នឹងមកសូត្រខ្លួនឯងអានយល់ទេប៉ុណ្ណឹងបើល្មើសមាន3ប្រភេទមួយឆឹមឧក្រិដ្ឋរហុធ្វើមិនគេញែកបានឧទាហរណ៍គេមានຂ្នាតរូបមន្តដើម្បីគេញែកយកអាហ្នឹងមកមើលផ្ទៀងជាមួយឧទាហរណ៍ដែលបានកើតឡើងនៅក្នុងសង្គមដើម្បីយើងអត់ចេះច្បាស់ឧក្រិដ្ឋប្រហែលឆ្នាំមួយឆឹមប្រហែលឆ្នាំរហុប្រហែលឆ្នាំលួចគេមិនប្លន់គេមិនរំលោភគេមិនរំលោភលើសេចក្តីទុកចិត្តមិនកាំង scam online មិនអីមិនទោះប្រហែលណាមើលតាមហ្នឹងទៅឲ្យច្បាស់អញ្ចឹងហើយបើមិនច្បាស់កុំលឿនពិនិត្យអាហ្នឹងតទៀតដល់យើងចេះច្បាស់ពីមួយទំព័រទៅ2ទំព័រទៅ3ទំព័រវាបង្កើតទៅជាទម្លាប់ច្បាស់ songs of ambiguity ចេះ1 2 3ច្បាស់វានាំឲ្យយើងចេះ100ច្បាស់ដល់ឲ្យយើងចេះច្បាល់1 2 3 4វាទៅបញ្ចប់ដោយភាពច្បាល់អា100 200ឃើញទេអានឹងហើយដែលធ្វើអីមិនកើតធ្វើអីកើតមិនអាចជំនាញរឿងវាខ្សោយស្រាប់ប៉ះចំអាទុននឹងវាអត់មានទៀតល្មមលោកគ្រូអាទុននឹងស្អី soft skill ហ្នឹងទំនាក់ទំនង the way to communicate the way of communication ជួនកាលអត់ចេះការតាក់ទងទៀតពីគុណសិស្សខ្លះពេលគ្រូសួរសិតជាប៉ុតដៃទៅក្រោយចេះឈរលើរបៀបឈរផឹកកាហ្វេអញ្ចឹងបានលោកគ្រូណែនាំអត់ធ្វើអញ្ចឹងដាក់ដៃមកមុខឃើញទេអាហ្នឹងអញ្ចឹងហើយខ្លះសួរគ្រូអត់ទៅសេទេឆាតមកទុំជួបគ្នាដំបងសោះហ្នឹងជាផ្សាយសារជាសម្លេងមកអត់មានទៅសេអីមកបានសូមគោរពជំរាបសួរលោកគ្រូអីយ៉ាងដោយក្តីអនុគ្រោះយើងអត់ចេះតាក់មួយឃើញទេបន្តិចទេអាហ្នឹងសុំទោសខ្សោយទំនាក់ទំនងហើយ
soi tụm nẹt tụm nón hay tụm nẹt tụm nón sung khăn á tụm nẹt tụm nón bao có cả sung bây giờ bên này miền tây khá mình sơ kháng ấy bên bậc cái tụm nẹt tụm nón có kia nơi thái trời cài giường này ui đó position class ở trời cài bậc cái bên đây position class rồi cô này nó không real estate company trời cài nẹt tẹt tuông thì chôn client kia mà chụp dừng discuss dừng consult dừng inform comprehensive information from our real estate company to our client. This area is good. That area is a little bit too far. Not so good. But if you invest over here, you will gain double income, for example. Okay? Vô bị vô chẳng và năng vô nè bậc cái món đấy vô nè đây bậc cái tẹt tuông bậc cái cất món vì phía tip xa xây mơ ti trang nó ọt thời chẳng cái này nó có cái vô đấy nè được cái trời cài dưỡng của cái vô dương đây vô nở bênนั้นchẳng ban tha sùng khăn là nè toàn đấy chẳng ót của bạn đi cất luôn ấy riêng lang vinh của thời riêng bờ mình riêng bùng rưng ảnh cha ở bạn chứ ba hơi co sang luôn ấy đổi phép xa xóm đòi chám á bố viết nó hay đã bao giờ mục cho nhỏ đã bây ở nè đại kỳ chụp khi bật vào con kỳ rộp ăn dưỡng bộ chuôn cá dưỡng nơi không sát than là phim ở bao giờ một cho ra kia mình hiện vẽ bón ấy bộ kỳ khai việc không ai thành nơi mình nơi vô chụp nơi bị liệt kia ở hiến đấy tao là cú có mình hiến đấy cũng sơ khai chụp vào đấy là cú vẽ khơi nhá là cú khơi cũng sơ khai cũng sơ sạ nó đi nó nuôi gì đam lạ viêm mán tầng ón đấy và nó có dương ngọn là khơi dấn bỏ róm đó chụp những thơm rú nó của bôi co là cú lược lang lơ đôi under take khơi cho Sina nó ngọt cú bán cú miền của con đằng thò nhé chẳng từ ta sầm an hay là bao giờ một trên bị luôn nói mà cha sầm nổ là cú sụt miền mán là cú thọp sốt ở hai ta hai bên này trộm miền của mùi giang mùi ban khang của mắt phật sora pi đã thay lên cầu bị bây giờ tra từ mơ rồi bám lên buôn lên là bay bị vào bứt pram cũng mất chặt đè lên và mùi cứ cầm chân mình chặt bay hai tầng này anh cứ chỉ hai đòn đo thiệt copy cho lại ở tới vô ở đây đây là cú sốt mấy con hay thịt luôn anh mà cú thịt chết với có thịt khoai bậc trong bọn miếng khoai bậc trong trâu ổ máu vào muối đang trâu tăng vào muối trong bát đó nữa dục lá pin top bàn trâu te từ thơ ấy thiết pin top trâu te nè ngay thật rương rồi văng lăng khôi tham khôi ấy khôi lủng pen khôi sạch đông ấy hay trong trâu chi đôi kia mấy cả toàn đấy nó xuống bị hay từ đây thằng nó cho bay từ carin bị lỗ khang lấy thì từ đây đôn ta dương bị môn mau ta nữa tại là cú sốt ở đây này mấy nó cứ tranh đi lỗ ta crom ngói coi nhé hay mùi tiệt sọc phiệp you are what you eat you are what you drink riêng sọc phiệp song khăn là khmiên ca chụp trên là mùi ai cả miên đòi khmiên chụp đòi khmiên sọc phiệp thế là cô repeat khmiên chụp chơi rồi bao bộ cô nam này để ai chụp chơi bán đòi khmiên sọc phiệp thế hỏi sọc phiệp nơiที่นี่คือสำได้แต่เลือเพียบเป็นสกปรกหรอตอนนี้นั่งเรื่องตระไทยจีอาติเพียบแต่หมดตอนนั้นยังสรุปมาวิ่งมันประบาดได้มีมันนั่งกลักเมาบาได้lương nâng của bạn nhà của xôm vẫn đang cho chân tìm mối miên chạm khổ bị sai mùi bạn cho bạn lót cất mớ luôn sờ lạnh sẽ giờ lời màu nâng và khoa từ riêng bờ miên hai còn là viên mình toàn một suối vùng rừng về liệp vùng rừng nâng vùng rì thơ mấy có sang uniqueness bị uniqueness nó cứ miền đây khá hiệp ai bọc luôn á và cũng ở đôi kê vừa cả đôi kê nâng tụi tôi ban là tập đôi kê mà nâng xôm miền cam trong vì ai khó khăn tình tôi tạm ngày khai cả trên people mai máu vẫn chỉ tu tới ta cả nát đôi kê hơi kê miền ấy dương miền ấy hơi một bài là tập hòn năng bạ bài cái này thơm mấy ỏi lừa kê vô lẽ lấy Obama tha kê miền bạn nhà dương miền bạn nhà dương thử điên bạn nhà ba chọn khu kê miền bạn nhà ba chọn khu dương cất mấy chọn to bằng đất cái to bằng đất tới bỏ thế thường bạn nhà ba chọn khu nó có group hai ở ấy thì ai challenge bị phục lộ năng bạn này phía xa IT cái chơi IT bây giờ chơi IT nữa bạn ai sử dụng cái group ở rồi TikTok, Instagram, Twitter, YouTube ấy là cũng biết mà chốt YouTube có là gồm miên Facebook pi sai sự giảm kê môi à đây déo một play pram kê môi YouTube chất buồn pon nè đai lạ TikTok lạ buồn mơn chiên lạ được cú nâng vô một đôi kê bạn phần YouTube tới tam crowd phần khải biết nó cứ vô một đôi kê sao biết thời điểm đôi kia IT này này tao mới tiếp sẽ gây AI trời điên là năng trời điên tôi bây giờ là cú mà đại pra AI cái đó vừa là cú mình chơi chất AI tam để dạy cam lần video thì Việt Nam mình miền cam phong chỉ lo tại cả kết bị cha là ná xuân nó mấy là cú rất xa giờ bao giờ mũi viên đôi kia này sao mai dương đại một đòn năng hài cười nhé bên năng này chẳng complete sau cuộc hiệp sầm khăn đôi kia đó miễn trả khổ sai mua cho bà lo bao biết chi khai hay là bài gì mẫu hay mũi tiết
កុំខ្លាចនឹងធ្វើអ្វីដែលខុសគេប៉ុន្តែមានន័យថាគេជិះលើផ្លូវជាតិឯងជិះម៉ូតូឬជិះឡានចូលផ្លូវស្រែឲ្យកឡាប់បន្តមកទៀតលោកគ្រូអ៊ំដំផ្ដាំហើយកុំខ្លាចអារឿងជិះផ្លូវខុសគេទៅជិះផ្លូវហ្នឹងអានឹងយល់ខុសអំពីការបកស្រាយរបស់លោកគ្រូហើយមានន័យថាកុំខ្លាចនឹងធ្វើអ្វីមួយដែលត្រូវច្បាប់ហើយដែលវាខុសគេឧទាហរណ៍គេថាតែកាលណាមិនព្រមមានបាក់ពួកអីមិត្តភ័ក្ដិហូបចុកអីទេមិនបានការងារល្អលោកគ្រូមិនដែលគិតអាហ្នឹងទេមិត្តភ័ក្ដិលោកគ្រូហងៃគាត់ខ្លាចលោកគ្រូកន្លែងហ្នឹងតាមុនចូលមុនមានការងារមុនអីហ្នឹងកាលពីមុនទៅបញ្ចេញពីសាលាថ្មីណាកំណត់ហ្នឹងគាត់មកប្រាប់លោកគ្រូអត់ខ្វល់លោកគ្រូដឹងតែខំធ្វើការធ្វើម៉េចឲ្យថ្នាក់ដឹកនាំរបស់ខ្លួនពេញចិត្តស្រឡាញ់ឡានឃើញទេអត់ចាំបាច់ត្រូវការមាននៅបាក់នេះបាក់នោះអូញ៉ៃញ៉ៃអានោះបាទហើយបាក់នេះគឺលោកគ្រូចង់សំដៅទៅលើបាក់ពួកហ្នឹងហើយបាក់ពួកណាមិត្តក្រុមនេះមិត្តក្រុមនោះសៅក៏ទៅអាទិត្យក៏ទៅមានពេលណារៀនទៀតអត់មានទេមានពេលអាណាធ្វើការងារគេហកិច្ចក្នុងគ្រួសារមានពេលណាជូនពុកម៉ែទៅនេះទៅនោះឡាក់យល់ទៅប៉ុណ្ណឹងចឹងសរុបមកវិញមានប៉ុណ្ណឹងសិតចោះហើយក៏លោកគ្រូបកស្រាយទៅវាខ្វះខាតកន្លែងណាមួយក៏សូមសួរនាំមកទៀតចោះណាហើយលោកគ្រូដើរតាមមេតូតនឹងឯងអត់មានទៅក្បួនអីណាអីទំនើបអីទេហ្នឹងហើយស្អីតាមពិតមាននៅលើគោកអស់ហើយបោះដូនតាយើងដែលបន្សល់មកសម្ដេចព្រះសង្ឃគិរីជុនណាលោកតាក្រមងុយលោកតាហែមឈៀវស្អីដើមឡាក់របស់យើងហ្នឹងបុព្វបុរសរបស់យើងហ្នឹងគឺបន្សល់ទុកមកគាត់កូនចៅឥឡូវហ្នឹងគេច្រើនមើលរំលងអត់ចាំបាច់ត្រូវការក្បួនពី Western អី success mindset អីក៏នៅតែជោគជ័យដែរយើងមានក្បួនរបស់យើងអញ្ចឹងតោះនេះប៉ុណ្ណឹងអូខេយើងទៅសួស្ដី